បាទសួស្តីបងប្អូនថ្ងៃនេះយើងមកនិយាយពីការលាយជីបាទយើងលាយជីដើម្បីស្រោចដំណាំចេករបស់យើងបាទនេះបងប្អូនមានជីរ៉េហើយនឹងជី NPK ដែលខ្ញុំបានលាយបាទហើយយើងយកមកដាក់ខ្ញុំលាយជាមួយនឹងធុងទឹក30លីត្របាទនេះក្បួនរបស់ខ្ញុំលាយអញ្ចឹងហើយយើងលាយជាមួយនឹងជីមាន GNPK ហើយនឹង GE រ៉េខ្ញុំលាយចូលគ្នាបាទហើយយើងធ្វើការកូរហើយយើងធ្វើការកូរវាទៅបងប្អូនក្នុងធុង30លីត្រហ្នឹងខ្ញុំដាក់ជីមួយបោយមួយកតោហើយទឹក30លីត្រហើយយើងកូរចូលគ្នាបាទយើងកូរវាឲ្យរលាយនឹងល្បាយលាយសពចូលគ្នាមកឲ្យវារលាយអស់មកហើយខ្ញុំធ្វើការស្រោចកូនចេកហ្នឹងចំនួន1កតោដែរបងប្អូន1កតោមួយដើមមួយគុំយើងដាក់1កតោទឹកមួយបោយទឹកបាទហើយមួយធុងហ្នឹងខ្ញុំស្រោចបានប្រហែលជា20ដើមបាទ20ដើមជាងបាទយើងប្រសិនបើយើងបាចដៃក៏បានដែរបងប្អូនប៉ុន្តែវាធ្វើឲ្យយើងវាក្ររលាយជីហ្នឹងក្ររលាយវាយូរក្នុងការដើមចេកហ្នឹងវាបឺតដូចជីជាតិអញ្ចឹងខ្ញុំលាយទឹកឲ្យខ្ញុំស្រោចគល់វាតែម្ដងដើម្បីឲ្យវាឆាប់ធំបងប្អូនព្រោះយើងចង់ឲ្យវាឆាប់ស្ទុះបាទបងប្អូនអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបាទអរគុណបងប្អូន